សួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញពីទេសភាពពីលើអាកាសជូនបងប្អូនទស្សនាបាទជិះយន្តហោះច្រើនដងហើយអត់បានតែថតទេសភាពពីលើអាកាសជូនបងប្អូនទស្សនាទេបាទតែថ្ងៃនេះបានអង្គុយនៅក្បែរបង្អួចចឹងទេក៏ឆ្លៀតឱកាសថតដិតយករូបភាពទេសភាពនៅលើអាកាសជូនបងប្អូនទស្សនាយន្តហោះដែលខ្ញុំកំពុងជិះនេះគឺយន្តហោះChina Southern Airlines បាទចេញដំណើរពីព្រលានយន្តហោះថ្មីដែលជួររបស់យើងហ្នឹងឆ្ពោះទៅខ្វាងជូវប្រទេសចិនបាទដោយប្ររយៈពេល3ម៉ោង30នាទីបាទចេញពីខ្មែរទៅដល់ចិនហ្នឹងបាទរយៈពេល3ម៉ោង30នាទីបាទ
需等候，请勿接受检查。南航前 បាទឥឡូវនេះមកដល់ព្រលានយន្តហោះខ្វាងជើងប្រទេសចិនហើយបាទរងចាំបន្តដំណើរឆ្ពោះទៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីបន្តទៀតបាទពីព្រលានយន្តហោះខ្វាងជើងទៅដល់មែលប៊នប្រទេសអូស្ត្រាលីត្រូវប្រើរយៈពេល8ម៉ោង30នាទីទៀតទើបដល់បាទក្នុងពេលដែលកំពុងរងចាំការផ្លាស់ប្ដូរជើងហោះហើរនេះខ្ញុំក៏ឆ្លៀតឱកាសថតនៅទិដ្ឋភាពខ្លះនៅក្នុងព្រលានយន្តហោះខ្វាងជើងនេះដើម្បីជូនបងប្អូនទស្សនាបាទឥឡូវនេះមកដល់ព្រលានយន្តហោះមែលប៊នប្រទេសអូស្ត្រាលីហើយបាទរយៈពេល8ម៉ោង30នាទីគួរឲ្យសោកស្ដាយដែរដោយសារការធ្វើដំណើរនេះគឺនៅពេលយប់ដូច្នេះហើយក៏អត់បានថតទេសភាពនៅលើអាកាសជូនបងប្អូនទស្សនាទេបាទឥឡូវនេះកង់យន្តហោះកំពុងតែទម្លាក់ចុះហើយបាទមកដល់មែលប៊នភ្លឺល្មមបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណេះទេបាទអរគុណច្រើនសម្រាប់ការទស្សនា